ម្ដាយសូមផ្ដាំទៅកូនថាកូនស្រីកូនកុំដោះសម្លៀកបំពាក់របស់អ្នកចេញដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ការលះបង់ខ្លួនប្រាណឲ្យដៃគូរបស់ខ្លួនមុននឹងថ្ងៃរៀបការគឺជារឿងដែរជីវិតកូនប្រថុយប្រឋានបំផុតណាកូន 2. មនុស្សដែលស្រឡាញ់កូនពិតប្រាកដគេនឹងនាំកូនមកផ្ទះរបស់គេមិនមែនជាផ្ទះសំណាក់ឡើយ 3. មនុស្សប្រុសដែលស្រឡាញ់ពិតប្រាកដគេមិនប្រាថ្នាខ្លួនប្រាណរបស់កូនទេគេនឹងផ្ដល់តម្លៃឲ្យកូនទៅលើអាកប្បកិរិយារបស់កូន 4. កូនត្រូវចាំនៅលើโลกនេះគ្មានអ្វីដែលអាចលាក់បាំងរហូតនោះទេការព្យាយាមបិទបាំងរឿងអាស្រូវទាំងឡាយប្រៀបដូចជាយកក្រដាសទៅខ្ចប់នឹងភ្លើងដូចគ្នាដែរដូចជាយកចង្អេរទៅបាំងនឹងដំរីដែលស្លាប់បិទបាំងមិនចិត្តនោះទេណាកូនសម័យភាពស្មោះត្រង់បើគេស្រឡាញ់កូនពិតនោះគេនឹងនាំម្ដាយឪពុកគេមកចូលសួរកូនហើយណាកូនគូព្រេងបងអើយគឺរូបអូននេះហើយព្រំលិខិតបានចាឲ្យយើងជួបគ្នាសាងស្ពានស្នេហាក្រុងជាតិផ្សងសច្ចាព្រាមរាជាគូ